សុបគោអូរស័យសួរចុះសួរឡើងម៉ែអើយលក់ឡើង30ឆ្នាំជាងហើយតបនេះតចំនួនហ្មងលក់ឡើង3ចំនួនណាលក់តាំងពីម៉ាក់យាយហើយប្អូនម៉ាក់យាយហើយឥឡូវដល់កូនម៉ាក់យាយទៀតមិនធម្មតាណា30ឆ្នាំជាងហើយចឹងការរងាស់ទឹកស៊ុបរបស់គាត់អីគឺថាមានក្បួនខ្នាតអីត្រឹមត្រូវហើយមែនទឹកស៊ុបរបស់គាត់ដើរកាត់គឺឈ្ងុយមែនតើហើយគាត់ប្រើពាក្យថាស៊ុបគោគាត់អត់មានប្រើពាក្យថាហ្វឺណាគាត់ថាភ្ញៀវខ្លះគាត់សួររកថាហ្វឺអញ្ចឹងហើយគាត់ក៏ប្រើពាក្យហ្វឺទៅប៉ុន្តែជាក់ស្ដែងឈ្មោះរបស់គាត់ហ្នឹងគឺឈ្មោះស៊ុបគោអូរស័យហើយទឹកស៊ុបគោរបស់គាត់នេះអាចារ្យនេះក៏ឈ្ងុយនិយាយទៅមានជាតិហ្មងណាបើថាទៅថ្ងៃសៅរ៍ថ្ងៃអាទិត្យវិញណាគឺរកកន្លែងអង្គុយអត់មានទេកន្លែងគាត់លក់ដាច់មួយចាន10000មួយចាន10000គ្រប់មុខទាំងអស់ចង់យកខគោក៏10000ស៊ុបគោរបស់គាត់ហ្នឹងក៏10000ស្អីកាទៀវស្អីក៏10000ដែរនិយាយទៅកំងសាច់ទៅដាក់គាត់ដាក់គ្រប់មុខមានប្រហិតសាច់គោហើយបើថាស៊ុបគោរបស់គាត់នេះវិញមានតាំងពី100ស្ទប់មានតាំងពីពវៀនតូចពវៀនធំអីដាក់មកអស់ហើយទឹកស៊ុបរបស់គាត់តំណងមែនតើទឹកស៊ុបរបស់គាត់មិនមែនជាទឹកស៊ុបដែលសហើយថ្លាទឹកស៊ុបរបស់គាត់ដូចជាវាឡើងពណ៌ក្រហមប៉ុន្តែមិនមែនអាក្រហមល្អអត់មានជាតិទេណាទឹកស៊ុបរបស់គាត់មានជាតិហើយខគោក៏អញ្ចឹងដែរអត់ប្រៃខ្លាំងអត់អីមកល្មមដាក់មកមួយមីកញ្ចប់ហ្នឹងទៅអែមមែនតើហើយសាច់របស់គាត់ឡើងផុយនិយាយទៅនៅផ្សារអូរស័យហ្នឹងសបោកន្លែងឆ្ងាញ់ទៅដល់ទៅមកជួរនឹងឃើញគេលក់អីហើយច្រើនមុខច្រើនបែបច្រើនយ៉ាងហើយលក់តាំងពីព្រឹកកន្លែងគាត់លក់តាំងពីព្រឹករហូតដល់ល្ងាចដល់ម៉ោង6ល្ងាចអីអស់ហើយបើថាទៅសៅរ៍អាទិត្យវិញដូចខ្ញុំនិយាយចឹងគឺមនុស្សច្រើនណាស់នេះកន្លែងគាត់ស្រួលរកទេចូលអាច្រកហ្នឹងទៅនៅខាងស្ដាំដៃហើយបើថាចង់ញ៉ាំស៊ុបគោហើយស្អីគេខគោហ្នឹងអាចទៅញ៉ាំកន្លែងគាត់បានសាក់រសជាតិកន្លែងគាត់ឆ្ងាញ់មែនបាយ